Ok សួស្តីអ្នកនរគ្នាប្រសិនបើអ្នកទាំងអស់គ្នាកំពុងតែប្រើ Windows 10 ឬក៏ Windows 11 ហើយជួបបញ្ហានេះគឺ tab នៅកន្លែង search box របស់វាហ្នឹងគឺវាអត់ដើរអញ្ចឹងថ្ងៃនេះខ្ញុំមានដំណោះស្រាយមួយសម្រាប់អ្នកទាំងអស់គ្នាជាដំបូងយើងត្រូវចូលទៅកាន់folder របស់យើង File Explorer របស់យើងសិនមកបាទបើក File Explorer អ្នកនរគ្នាចូលទៅកាន់ Drive C យក Windows ទៅមក System 32នេះបើកចូលកន្លែង System 32មកបន្ទាប់ពីចូលកន្លែង System 32ហើយអ្នកទាំងអស់គ្នាត្រូវស្វែងរកនៅ raw file មួយដែលសរសេរអក្សរ CTF Moon ប្រសិនបើយើងរកអត់ឃើញយើងអាច search បានអញ្ចឹងអ្នកទាំងអស់គ្នាcopy វាឬមួយក៏ send វាទៅកាន់ desktop center CTF Moon អូខេនេះបាទឥឡូវ file ហ្នឹងគឺត្រូវបានបង្កើតហើយនេះ CTF Moon បាទអញ្ចឹងយើងត្រូវធ្វើអីបន្តទៀតអ្នកនរគ្នា run នេះមកបើក run មកហើយបន្ទាប់មកយើងវាយពាក្យថា Shell Startup អូខេបាទនេះគឺ Shell Startup វានឹងនាំយើងមកកន្លែងនេះអញ្ចឹងអ្នកទាំងអស់គ្នា copy CTF Moon ហ្នឹងហើយផាសវាយកមកកន្លែងនេះមកអូខេបិទទៅវិញហើយយើងធ្វើការ restart computer អូខេអញ្ចឹងបន្ទាប់ពីយើង restart computer ហើយអ្នកនរគ្នាសាកវាយមក hello បាទអញ្ចឹងវាដំណើរការវិញហើយ